សួស្តីបងប្អូនយើងទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំមកប្រាប់ពីរបៀបខ្លះៗអំពីការលាងសម្អាតនៅ Telegram របៀបយើង clear cache នៅក្នុង Telegram របស់បងប្អូនដើម្បីឲ្យ Telegram របស់បងប្អូនហ្នឹងរៀងដើរលឿនជាងមុនវាមិនដើររៀងតាក់អញ្ចឹងហ្នឹងហើយអញ្ចឹងឥឡូវនេះបងប្អូនសូមទៅចូលមើលពីរបៀបclear របស់គ្នាហ្នឹងហើយជាដំបូងសម្រាប់ទូរស័ព្ទជាង iPhone យើងចូលមកកន្លែង Telegram នេះមកសម្រាប់ទូរស័ព្ទ iPhone គឺវាចេញមកទម្រង់បែបនេះហ្នឹងហើយសម្រាប់ Android វារៀងខុសគ្នាបន្តិចដែរសម្រាប់នៅក្នុង Telegram របស់យើងបន្ទាប់មកបងប្អូនចូលនៅពាក្យdata and storage នេះមកបាទហើយបន្ទាប់មកទៀតយើងមកមើលពាក្យគេដាក់ថា storage and use ហ្នឹងហើយចូលដៃមួយទៀតមកបាទហ្នឹងហើយបន្ទាប់មកបងប្អូនឃើញហើយយើងឃើញទម្រង់ហើយអញ្ចឹងបើសិនជាបងប្អូនចង់លាងសម្អាតនៅ cache របស់ Telegram របស់បងប្អូនសូមចុចទៅលើពាក្យគេថា clear internet cache ហ្នឹងហើយអញ្ចឹងចុចទៅលើវាមកបាទអញ្ចឹងវាចុចទៅវាចេញទម្រង់បែបនេះវាដាក់ថា clear cache អញ្ចឹងបើសិនជាបងប្អូនចង់លាងសម្អាតនៅ cache នៅក្នុង Telegram របស់បងប្អូនចុច clear មកចុចតាមខ្ញុំមកចឹងវាធ្វើការលាងសម្អាតចឹងបងប្អូនរងចាំទៅនឹងហើយនេះចេញតรงនេះហើយរួចរាល់ហើយសម្រាប់ការលាងសម្អាតនៅក្នុង Telegram របស់បងប្អូននឹងហើយចឹងសម្រាប់បងប្អូនដែលចង់លាងសម្អាត cache នៅក្នុង Telegram របស់បងប្អូនសូមមើលវិធីបែបនេះហើយនឹងធ្វើបែបនេះនឹងហើយសម្រាប់ឲ្យ Telegram របស់បងប្អូនហ្នឹងត្រូវបានលាងសម្អាតហើយនឹងដើរបានលឿនជាងមុនចឹងទៅនឹងហើយអញ្ចឹងវិធីលាងសម្អាតគឺមានតែប៉ុណ្ណេះទេហើយក៏សូមអរគុណបងប្អូនដែលចូលទស្សនាពីរបៀបខ្លះបែបនេះនឹងហើយអញ្ចឹងសូមអរគុណបង